គ្រប់ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាក៏ដូចជាអតិថិជនរបស់ CH Auto បងអ្នកគ្នានាពេលប៉ុន្មានខែទៅមុខទៀតនេះគឺមានពិធីបុណ្យតភ្ជាប់គ្នារហូតតែម្ដងអញ្ចឹងសម្រាប់បងដែលកំពុងតែស្វែងរករថយន្តប្រើប្រាស់បាទជាលក្ខណៈគ្រួសារនាពេលខាងមុខនេះបងអាចកលេចមកមើលរថយន្ត Ford Territory ឆ្នាំ2021នៅខាងមុខនេះបានគឺជារថយន្តដែលខាងប្អូនទើបតែកាត់បានចូលស្តុកតែម្ដងជាប្រភេទរថយន្តម្ចាស់ដើមទី1បងសំណុំខ្លាំងមែនតែនកំងនៅក្នុងឆ្នាំ2021ហ្នឹងក៏ផ្លាកលេខមុខក្រោយគឺ2021 Original តែម្ដងបងរថយន្តប្រើប្រាស់តែដៃមកម្ចាស់គត់បងអញ្ចឹងផិនភាគបងអាចកលេចមើលបានរថយន្តទាំងមូលបាទមួយជុំតែម្ដងគឺម្ចាស់ដើមទី1បានបិទស្កុតបាទខាងប្អូនទើបតែបកទេអញ្ចឹងបងអាចកលេចមកមើលបាទទឹកថ្នាំមួយជុំតែម្ដងទៅបាទបងគ្រាន់តែកលេចមកឆ្វាច់ដឹងថាទឹកថ្នាំនៅសៀនមួយជុំបាត់ហើយបងចំពោះរថយន្តដែលនៅខាងមុខបងប្អូននេះខាង CH Auto ផ្ទាល់មិនត្រឹមតែធានាទៅលើផិនភាគអត់មានបុកប៉ះទេបងសូម្បីតែកាងជ័រមុខក្រោយហ្នឹងក៏នៅ Original ដែរបាទម្ចាស់ដើមទី1គាត់ទិញមកភ្លាមបិទស្កុតមកជុំបាត់ហើយបងអញ្ចឹងទឹកថ្នាំនៅរក្សាបានល្អមែនតើបងតាគ្នាចំពោះរថយន្ត Ford Territory ដែលនៅខាងមុខបងប្អូននេះគឺជាប្រភេទរថយន្ត SUV មានកម្ពស់ខ្ពស់ល្មមបើកបរគឺងាយស្រួលខ្លាំងបងមានលក្ខណៈ comfort ខ្លាំងមែនតើបើយើងកលេចទៅមើលដៃចង្កូតវិញគឺ smooth តែម្ដងចំពោះផ្នែកគ្រឿងក្រោមវិញគឺហាប់ណែនតែម្ដងបើយើងបើកបរនៅតាមសភាពបាទផ្លូវជាតិ smooth តែម្ដងបងអត់មានសំឡេងរំខានចូលមកខាងក្នុងក៏ដូចជាសំឡេងម៉ាស៊ីនចូលក្នុងអីទេបងធានាជូនបងចំពោះរថយន្តមួយនេះបាទបើយើងកលេចទៅមើលផ្នែកខាងក្នុងវិញគឺមានលក្ខណៈ space ធំទូលាយមែនតើបាទហើយសម្រាប់រថយន្តនេះផងដែរគឺមានដំបូលបើកបងដំបូលបើកដល់ផ្នែកខាងក្រោយតែម្ដងស័ក្តិសមសម្រាប់បងបាទមានទ្រីបដំណើរកម្សាន្តទៅតំបន់ព្រៃភ្នំក៏ដូចជាទៅតាមសមុទ្រអីនានាគឺអាចបើកដំបូលបានដល់ផ្នែកខាងក្រោយបងស្រូបយកខ្យល់អាកាសគឺ comfort តែម្ដងមានផាសុកភាពខ្ពស់មែនតើ Ford Territory មួយគ្រឿងនេះស័ក្តិសមមែនតើសម្រាប់បងយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារបងចំពោះ option វិញមានច្រើនអនេកបងគ្រាន់តែចាប់ផ្ដើមមកមាន sensor មុខក្រោយជាមួយនឹងកាមេរ៉ា360 degree មួយជុំតែម្ដងអញ្ចឹងសម្រាប់បងគាត់ឲ្យយ៉ាយឡានចេញចូលបាទគឺមាន sensor ជំនួយមុខក្រោយហើយបូករួមជាមួយនឹងកាមេរ៉ា360 degree មួយជុំទៀតអញ្ចឹងងាយស្រួលនៅក្នុងការអាយ៉ៃឡានចេញចូលមែនទែនបងអ្នកគ្នាមិនត្រឹមតែប៉ុណ្្នឹងទេផ្នែកខាងមុខនេះកៅអីទាំងពីរខ្លែបគឺមានមុខងារកម្ដៅកៅអីក៏ដូចជាត្រជាក់បងចង់ត្រជាក់ក៏បានចង់កម្ដៅកៅអីក៏បានដែរបងបើយើងក៏លេចទៅមើលកញ្ចក់ទ្វារទាំងសងខាងវិញបងអាចធ្វើការបត់បែនបាទបិទបើកចុះឡើងដោយអូតូតែម្ដងមិនត្រឹមតែប៉ុណ្្នឹងទេគឺមានភ្ជាប់មកជាមួយនឹងមុខងារបលាញ់ spot ដែលអាចជំនួយដល់បងអ្នកគ្នានៅក្នុងការបាទផ្លាស់ប្ដូរកន្លងផ្លូវដោយមានសុវត្ថិភាពតែម្ដងចំពោះរថយន្តមួយនេះផងដែរគឺបានបំពាក់មកជាមួយនឹងមុខងារបាទ auto parking ដូចគ្នាបងអាចធ្វើការចូលចំណតដោយអូតូតែម្ដងដែលមានជំនួយពីរថយន្តបងទាំងគ្នាចំពោះប្លុកនៅខាងក្រោមអេក្រង់ display ខាងមុខនេះគឺខាងក្រុមហ៊ុន Ford មិនមែនរចនាឲ្យតែបានទេគឺមានរុនឌុយ2រុន USB ក៏ដូចជារុនឌុយ Type C សម្រាប់សាកថ្មឬមួយក៏បងភ្លេចយកឌុយសាកថ្មមកបងក៏អាចឆាចជា wireless charging ក៏បានដែរបងគឺមានជា wireless charger សម្រាប់អតិថិជនទាំងអស់គ្នាប្រើប្រាស់នៅពេលដែលភ្លេចយកឌុយសាកមកបងតើគ្នាសម្រាប់ទឹកថ្នាំខាងក្រៅ original មួយជុំតែម្ដងតែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺសាច់ស្បែកពូកនៅផ្នែកខាងក្នុងនឹងម្ដងបាទផិនភាគផ្នែកខាងក្នុងមួយតួរថយន្តបងបាទបងអាចកលេចមកមើលសាច់ស្បែកពូកនៅតាមដៃជញ្ជាំងទ្វារបានហើយមិនត្រឹមតែប៉ុណ្្នឹងទេជាទូទៅរថយន្តមួយចំនួនបងសាច់ស្បែកពូកកៅអីតកង់នេះគឺទៅមុនគេតែម្ដងរងនឹងការសឹកមិនត្រឹមតែសឹកទេរថយន្តមួយចំនួនអាចនឹងដាច់រហែកទៀតផងក៏ប៉ុន្តែបងអាចកលេចមកមើលបាទសាច់ស្បែកពូកតកង់រថយន្ត Ford Territory ដែលខាងប្អូនបានថត review នេះបានបងគឺអត់មានសឹកអត់មានដាច់រហែកសំបីតែមួយខ្លែបណាទេសាច់ស្បែកពូកនេះគឺថ្មីខ្លាំងយកតែមែនតើបងទាំងកៅអីជាប់តកង់ក៏ដូចគ្នាដែរបងដូចសឹងតែអាចប្រៀបជាមួយនឹងរថយន្តខ្លាញ់គោបានណាបងផិនភាគនេះបាទមិនហ៊ាននិយាយថាអស្ចារ្យអីទេបងក៏ប៉ុន្តែបានសឹងតែ 95% បងនៅថ្មីខ្លាំងមែនតើម្ចាស់ដើមទី1ប្រើប្រាស់ថែទាំខ្លាំងបងរថយន្តដែលថែទាំឬក៏មិនថែទាំ
យើងគ្រាន់កលេចមើលផ្នែកខាងក្នុងគឺអាចដឹងបានខ្លះៗហើយបងៗបើយើងកលេចមកមើលផ្នែកខាងក្នុងវិញបងៗនៅតាមដៃចង្កូតបាទតាមដៃចង្កូតក៏ដូចជាហ្វមការនៅផ្នែកខាងក្នុងនៃរថយន្តមួយគ្រឿងនេះគឺស្រោបទៅដោយប្រភេទឈើតែម្ដងបាទសម្រាប់អេក្រង់ display នៅផ្នែកខាងមុខវិញបងៗចំពោះអេក្រង់ display នៅផ្នែកខាងមុខនេះបងៗអាចភ្ជាប់ជាមួយនឹងប្រភេទ Android Auto បាទឬមួយក៏បងចង់ភ្ជាប់ទូរស័ព្ទជាមួយនឹង Apple CarPlay ក៏បានដែរបងអាចមាន2 system សម្រាប់បងភ្ជាប់ connect ជាមួយនឹង display ផ្នែកខាងមុខនេះបងទាំងគ្នាយើងអាចកលេចមកមើលសាច់ស្បែកពុកនៅផ្នែកខាងក្រោយវិញម្ដងធានាជូនបងតែម្ដងសាច់ស្បែកពុកបាទមួយតួនៅផ្នែកខាងក្នុងនេះសឹងតែដោយប្រភេទរថយន្តខ្លាញ់គោតែម្ដងបងបើសិនជាបងបានមកពិនិត្យជាក់ស្ដែងនៅទីតាំងប្អូនផ្ទាល់តែម្ដងគឺខាងប្អូន recommend ឲ្យបងមកពិនិត្យជាក់ស្ដែងតែម្ដងបាទធានាជូនបងសាច់ស្បែកពុកគឺនៅ original បាទទាំងផ្នែកខាងមុខក៏ដូចជាផ្នែកខាងក្រោយបាទធានាជូនតែម្ដងអត់មានបាក់ភ្លីអត់មានបាទសឹកអត់មានដាច់រហែកសំបីតែមួយខ្លែបណាទេបងនៅថ្មីខ្លាំងមែនតែនសម្រាប់សាច់ស្បែកពុកនៅផ្នែកខាងក្នុងនៃរថយន្ត Ford Territory ឆ្នាំ2021មួយគ្រឿងនេះបងទាំងគ្នាផ្នែកខាងក្រៅបាទផ្នែកខាងក្នុងបងឃើញថាថ្មីហើយអ្វីដែលកាន់តែថ្មីហ្នឹងគឺនៅលើប្លុកម៉ាស៊ីនបាទបេះដូងនៃរថយន្តតែម្ដងបងអាចកលេចមកមើលផ្នែកប្លុកម៉ាស៊ីនបានបងសាច់ដែកបាទអត់ចាញ់រថយន្តខ្លាញ់គោប្រហែលទេបងនៅឡើងទឹកប្រាក់តែម្ដងបាទសាច់កតែម៉ាស៊ីនក៏ដូចជាសាច់ខ្ចៅខ្ចងបងធានាជូនបងតែម្ដងខ្ចៅខ្ចងគឺអត់មានដោះសំបីតែបាទមកគ្រាប់ណាទេបងអាចពិនិត្យជាក់ស្ដែងបានបាទកាយ៉ៅក៏អត់មានបាត់មកគ្រាប់ទៅណាដែរបងសាច់ខ្ចៅខ្ចងបងអាចពិនិត្យជាក់ស្ដែងបានបងខាងប្អូនគឺថតឲ្យចិត្តតែម្ដងអត់មានលាក់លៀមសំបីតាមកកន្លែងមកផ្នែកណាទេនៃរថយន្តបងបើសិនជាបងចាប់អារម្មណ៍បាទខ្ចៅខ្ចងគឺនៅត្រេមកពីខ្លាញ់គោរោងចក្រនៅឡើយទេបងបាទជាក់ស្ដែងទៅខ្ចៅខ្ចងនេះគឺអត់មានប្រវត្តិឬម៉ាស៊ីនទៅណាទេបងយើងគ្រាន់តែកលេចមកមើលបាទសាច់ត្រេបាទខ្ចៅខ្ចងពីរោងចក្រមកក៏ដឹងដែរបងប្រវត្តិរថយន្តគឺអត់មានប្រវត្តិដោះឬម៉ាស៊ីនអីទេបងម៉ាស៊ីនសំណុំស៊ីនតែម្ដងបាទថ្មីខ្លាំងបងរថយន្តមួយគ្រឿងនេះបងចាប់អារម្មណ៍អាចមកពិនិត្យជាក់ស្ដែងនៅទីតាំងបានបងទាំងគ្នាសម្រាប់ផ្នែកខាងក្រៅផ្នែកខាងក្នុងក៏ដូចជាផ្នែកប្លុកម៉ាស៊ីនសាច់ដែកសាច់កតែម៉ាស៊ីនគឺបានពិនិត្យសឹងតែអស់ឲ្យបងនៅតែផ្នែកគូតខាងក្រោយទេបងសម្រាប់ផ្នែកខាងក្រោយបងអាចចាប់អារម្មណ៍មកកាន់បាទខ្ចៅខ្ចងនៅតាមទ្វារទី5បានបងនៅសំណុំស៊ីនមែនតែនបាទដោយខាងប្អូនបានបញ្ជាក់អញ្ចឹងធានាជូនបងហើយបាទសាច់ខ្ចៅខ្ចងគឺអត់មានប្រវត្តិដោះសំបីតែមកគ្រាប់ទេបងសំណុំស៊ីនខ្លាំងមែនតែនម្ចាស់ដើមទី1បាទគាត់កំងតាំងពីឆ្នាំ2021ចេញដំបូងតែម្ដងរថយន្តនេះគឺមានប្រវត្តិច្បាស់លាស់បងសំណុំឯកសារគ្រប់គ្រាន់បាទបើសិនជាបងដៃទី2បាទដែលទិញយកទៅប្រើប្រាស់បន្តបងចង់កាត់ឈ្មោះពេលណាក៏បានដែរបងខាងបងបានរៀបចំបាទ form ទម្រង់បែបបទសម្រាប់កាត់ឈ្មោះជូនបងដល់គ្នារួចរាល់តែម្ដងអញ្ចឹងសម្រាប់បងដែលចាប់អារម្មណ៍រថយន្តមួយគ្រឿងនេះបងធ្វើការបាទទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាំង3ខ្សែដែលខាងបងបានដាក់នៅលើ caption នឹងបានបងឬមួយក៏បងចាប់អារម្មណ៍មានចង្អុលអ្វីបន្ថែមបាទបងអាចធ្វើការ inbox មកកាន់ Facebook page ដើម្បីសាកសួរបន្ថែមបាទខាងបងនឹងធ្វើការតបទៅកាន់ពុកម៉ែបងប្អូនគ្នាឲ្យលឿនតាមដែលអាចធ្វើទៅបានតែម្ដងមួយវិញទៀតសម្រាប់លក្ខខណ្ឌនៃការទិញលក់បងសម្រាប់ខាង CH Auto គឺផ្ដល់ជូនជម្រើសច្រើនមែនតែនបងចង់ទិញជាលុយសុទ្ធក៏បានបងចង់បង់រំលោះក៏បានដែរបងអាចធ្វើការប្រឹក្សាជាមួយខាងភ្នាក់ងារខាងបងបានបងធ្វើការ inbox មកកាន់ Facebook page ឥឡូវនេះបានឬមួយក៏បងបាទចង់វាយដូរស៊េរីបងអាចបើកមកទីតាំងបាទ CH Auto ផ្ទាល់តែម្ដងដែលខាងបងបានដាក់នៅលើ caption នឹងដូចគ្នាបងអរគុណមែនតើបងសម្រាប់ការតាមដានវីដេអូនេះរហូតដល់ចប់បាទជួបគ្នានៅក្នុងវីដេអូ review អំពី stock ក្រោយៗទៀត